ជំរាបសួរថ្ងៃនេះយើងរៀនភាសាថៃ5ពាក្យតកតងជាមួយនឹងប្រយោគដូចជាប្រយោគក្តីស្រឡាញ់ភាសាថៃគេនិយាយថាความรักប្រែថាក្តីស្រឡាញ់ប្រយោគទី2គឺការបារម្ភភាសាថៃយើងនិយាយថាความห่วงใยអញ្ចឹងការបារម្ភកន្លែងនេះមិនមែនដូចជាការព្រួយបារម្ភទេណាបើសិនជាយើងព្រួយបារម្ភកង្វល់អានឹងគេនិយាយថាเป็นห่วงពាក្យទី3គឺភាពស្ទុះស្ទាឬត្រេកត្រអាលភាសាថៃគេនិយាយថាความក្រក់ទឺឬរន់ក៏គឺពាក់ព័ន្ធជាមួយនឹងភាពឧស្សាហ៍ព្យាយាមពាក្យទី4គឺភាពរីករាយឬស្រស់ស្រាយភាសាថៃគេនិយាយថាความร่าเริงឧទាហរណ៍ថាមនុស្សម្នាក់គាត់អារម្មណ៍ល្អគាត់ស្រស់ស្រាយគ្រប់ពេលវេលាគេនិយាយថាคนนี้ร่าเริงมากទី5ភាពពុះកញ្ជ្រោលភាសាថៃយើងនិយាយថាความร้อนរន់កន្លែងនេះគឺសំដៅទៅលើមនុស្សដែលឧស្សាហ៍ព្យាយាមមនុស្សដែលល្អឯងភាសាខ្មែរគេថាល្អឯងពាក្យទី6គឺការប្រញាប់ប្រញាល់នៅក្នុងភាសាប្រើទូទៅភាសាថៃគេនិយាយថាความเร่งรีบឧទាហរណ៍ដូចយើងប្រញាប់ប្រញាល់ទៅធ្វើការគេហៅเร่งรีบឬស្ទុះស្ទាពាក្យថាเร่งรีบកន្លែងនេះគឺយើងប្រែទៅជាស្ទុះស្ទាចារហ័សរហួនយើងអាចប្រែបានច្រើនអញ្ចឹងអានេះគឺជាពាក្យទាំង6ដែលអ្នកគ្រូឲ្យនៅក្នុងថ្ងៃនេះអរគុណច្រើន